ជំរាបសួរពុកម៉ែបងប្អូនអ្នកគ្នាក្នុងរដូវវស្សានេះគឺជាឱកាសល្អនៃការរីករាយដើរជំងឺមួយដ៏កាចសាហាវដែលបងប្អូនយើងអ្នកណាក៏ដឹងនោះគឺជាជំងឺគ្រុនឈាមតើជំងឺគ្រុនឈាមនេះកាចដល់ថ្នាក់ណាយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO បានបង្ហាញថាគិតត្រឹមឆ្នាំ2024ពិភពលោកមានជាង14លានករណីកើតជំងឺគ្រុនឈាមក្នុងនោះបណ្ដាលឲ្យមនុស្សជាង 10000 នាក់បាត់បង់ជីវិតហើយក្រៅពីនឹងយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជាឆ្នាំ2023ក៏បានកត់សម្គាល់ជាង 30000 ករណីកើតជំងឺគ្រុនឈាមហើយក៏បណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ដែលត្រូវសម្រាប់ព្យាបាលក្នុងមន្ទីរពេទ្យតើជំងឺគ្រុនឈាមគឺជាជំងឺអ្វីដែលកាចសាហាវយ៉ាងនេះយោងតាមអង្គការសុខភាពពិភពលោក WHO បានបង្ហាញថាជំងឺគ្រុនឈាមគឺជាជំងឺដែលបង្កឡើងដោយវីរុស Dengue ដែលចម្លងដោយមូស Aedes aegypti គឺជាប្រភេទមូសដែលបងប្អូនយើងសាមញ្ញហៅថាមូសខ្លាតើមូសខ្លាគឺជាមូសអ្វីមូសខ្លាវាអត់មានរាងសង្ហាហើយសាច់ស្វាហាប់ដុតហតបយដែលចាក់នារីម្ដងហើយពុះ9ខែនោះទេមានរាងទូចក៏ប៉ុន្តែនៅលើខ្លួនមានស្នោតខ្មៅពិតជាអ្នកលេងពិតប្រាកដក្នុងពិភពសិតល្អិតបើចៃដុនត្រូវវាចាក់មករំជួអាចបណ្ដាលឲ្យយើងសម្រាប់ដេកក្នុងមន្ទីរពេទ្យមួយអាទិត្យខុសជាមួយសិតល្អិតដទៃដែលធ្វើការពេលយប់ពួកមូសទាំងនេះវានឹងចេញបេសកកម្មពេលថ្ងៃជាពិសេសនៅពេលដែលយើងកំពុងញ៉ាំអាហារពេលព្រឹកឬក៏ក្មេងៗទៅរៀនបើត្រូវវាចាក់មករំជួវានឹងបើកទ្វារឲ្យវីរុសគ្រុនឈាមទៅក្នុងខ្លួនរបស់យើងមិនក្អស់មិនហៀសបោក៏ប៉ុន្តែគឺជាក្រៅខ្លួនខ្លាំងហើយហូរឈាមអាចគំរាមកំហែងដល់អាយុជីវិតរបស់យើងនិយាយបន្តិចពីវីរុសគ្រុនឈាមដែលមានឈ្មោះថា Dengue ដែលស្ថិតនៅក្នុងក្រុម Flavivirus ដែលគេបែងចែកជា4ក្រុមខុសៗគ្នាដូចជា Dengue 1, Dengue 2, Dengue 3 ហើយនិង Dengue 4ក្នុងនោះក្រុមវីរុស Dengue 2ហើយនិង Dengue 3គឺជាក្រុមដែលគេកត់សម្គាល់ថាជាក្រុមវីរុសដែលបង្កហានិភ័យខ្លាំងជាងគេនិងអាចធ្វើឲ្យអ្នកជំងឺបាត់បង់ជីវិតវីរុស Dengue ក៏មិនមែនកើតមកពីមូសខ្លានោះទេមូសខ្លានាំជំងឺមកដល់យើងដោយសារតែការខាំបឺតឈាមជាមួយមនុស្សឬក៏សត្វដែលកើតនឹងជំងឺគ្រុនឈាមមានវីរុស Dengue មេរោគ Dengue នឹងតោងតាមមជួររបស់មូសខ្លាទៅកាន់យើងនៅពេលដែលមូសខ្លាខាំហើយនឹងបឺតឈាមរបស់យើងក៏ប៉ុន្តែមានរឿងមួយដែលបងប្អូនយើងគួរកត់សម្គាល់មូសខ្លាបង្កើតពងវាក្នុងទឹកស្អាតមិនមែនកើតពងក្នុងទឹកកខ្វល់ដូចមូសដទៃទេពួកមូសទាំងនេះរស់នៅសាមញ្ញណាស់គ្រាន់តែគម្របដបទឹកសុទ្ធស្អាតមួយមូសមេនឹងអាចផ្ដល់ពូជជាងរាប់រយក្បាលក្នុងមួយអាទិត្យតើនៅពេលដែលយើងត្រូវមូសខ្លាខាំហើយកើតជំងឺគ្រុនឈាមវានឹងចេញរូបសញ្ញាអីខ្លះយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងហើយនឹងការពារជំងឺរបស់សហរដ្ឋអាមេរិកដែលយើងហៅកាត់ថា CDC បានបង្ហាញថារូបសញ្ញារួមមានរបស់ជំងឺគ្រុនឈាមរួមមានគ្រុនក្តៅភ្លាមហើយមានកម្ដៅក្នុងខ្លួនឡើងដល់39ទៅដល់40អង្សាសេក្នុងរយៈពេល2ទៅដល់7ថ្ងៃហើយឈឺក្បាលធ្ងន់ធ្ងរគឺពិសេសនៅថ្ងាសហើយនឹងខាងក្រោយរុនភ្នែកបន្ទាប់មកកន្ទុះហើយនឹងក្រហមលេចឡើង3ទៅដល់4ថ្ងៃចាប់ពីថ្ងៃក្តៅខ្លួនហើយការហូរឈាមមានកម្រិតស្រាលដូចជាហូរឈាមច្រមុះឈាមធ្មេញហើយនឹងឆ្នើមជាំក្រហមលេចឡើងដែលយើងមើលយ៉ាងងាយឃើញបន្ទាប់មកវានឹងធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ថាចង្អុលហើយបាត់បង់ចំណង់អាហារសញ្ញាទាំងនេះវានឹងធ្វើឲ្យបងប្អូនយើងច្រឡំថានេះគឺជាជំងឺគ្រុនប្រក់ខ្សែធម្មតាក៏ប៉ុន្តែបើសិនបើយើងមិនបានទទួលការព្យាបាលត្រឹមត្រូវហើយនឹងមិនបានតាមដានច្បាស់លាស់ជំងឺនឹងអាចវិវត្តយ៉ាងឆាប់រហ័សតើហេតុអ្វីជំងឺនេះវានឹងគ្រោះថ្នាក់ដល់អាយុជីវិតរបស់យើងយោងតាមព័ត៌មានរបស់អង្គការសុខភាពពិភពលោក WHO បានបង្ហាញថាប្រហែលជា 5% នៃករណីជំងឺគ្រុនឈាមបានកែក្លាយទៅជាជំងឺគ្រុនឈាមធ្ងន់ធ្ងរវានឹងបង្ហាញផលវិបាកដូចជាខាងក្រោមដូចជាប្រព័ន្ធចលនាឈាមចុះខ្សោយបន្ទាប់មកវានឹងធ្វើឲ្យចំនួនប្លាកែតក្នុងឈាមធ្លាក់ចុះយ៉ាងកត់សម្គាល់បណ្ដាលឲ្យហូរឈាមផ្ទៃខាងក្នុងរាងកាយរបស់យើងដូចជាហូរឈាមក្រពះជាដើមហើយនឹងហូរឈាមតាមផ្នែកខាងក្រៅដូចជាហូរឈាមតាមច្រមុះតាមស្បែកហើយនឹងតាមរដូវរបស់ស្ត្រី
នេះក៏ជាមូលហេតុដែលវាមានឈ្មោះថាជំងឺគ្រុនឈាមបន្ទាប់មកវានឹងបណ្ដាលឲ្យប្រព័ន្ធមួយចំនួនក្នុងរាងកាយរបស់យើងចុះខ្សោយដូចជាខ្សោយសម្ពាធឈាមខ្សោយថ្លើមខ្សោយតម្រងនោមមានហានិភ័យខ្ពស់នៃការស្លាប់បើសិនបើមិនមានការព្យាបាលត្រឹមត្រូវយោងតាមព័ត៌មានរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថាអត្រាមោទនភាពនៃជំងឺគ្រុនឈាមធ្ងន់នឹងអាចឡើងទៅដល់ 10% ឬក៏លើនឹងទៀតបើសិនបើមិនមានការព្យាបាលត្រឹមត្រូវតើថតដល់ម្ដេចនៅពេលដែលមានបងប្អូនឬក៏សិទ្ធិញាតិក្នុងផ្ទះរបស់យើងមានជំងឺគ្រុនឈាមតាមសុខភាពក៏ដូចជាកម្ដៅខ្លួនរបស់អ្នកជំងឺ4ទៅដល់6ម៉ោងម្ដងជាពិសេសទៅប្រុងប្រយ័ត្នចំពោះសញ្ញាគ្រោះថ្នាក់ដូចជាឈឺពោះក្អួតចេញឈាមហើយអស់កម្លាំងត្រជាក់ដៃហើយនឹងជើងបើសិនអ្នកជំងឺក្តៅខ្លួនយើងស្អំទឹកក្តៅហើយញ៉ាំថ្នាំប៉ារ៉ាស៊ីតាមុលតាមការណែនាំរបស់បច្ចេកបណ្ឌិតត្រូវឲ្យអ្នកជំងឺញ៉ាំទឹកឲ្យបានច្រើនបើអាចឲ្យអ្នកជំងឺញ៉ាំទឹកផ្លែឈើទឹកដូងឬក៏ទឹកបបរបន្តមកតាមសុខភាពរបស់អ្នកជំងឺបើសិនចេញរូបសញ្ញាដូចជាហូរឈាមអស់កម្លាំងមិនបត់ជើងតូចក្អួតច្រើនហើយឈឺពោះជាខ្លាំងពេលនោះនឹងជួនអ្នកជំងឺទៅកាន់មន្ទីរពេទ្យភ្លាមដើម្បីទទួលបានការព្យាបាលឲ្យបានត្រឹមត្រូវតើធ្វើដូចម្ដេចដើម្បីការពារជំងឺគ្រុនឈាមយើងបានដឹងហើយគ្រប់យ៉ាងមកពីមូសខ្លាជំងឺគ្រុនឈាមវិវត្តក៏ដោយសារវាដូច្នេះហើយការសម្អាតកន្លែងកុំឲ្យមូសខ្លាមានកន្លែងនៅគឺជាការចាំបាច់យោងតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជាបានណែនាំថាយើងនឹងទៅសម្អាតវត្ថុដែលអាចស្ទប់ទឹកបានដើម្បីកាត់បន្ថយឲ្យមូសមេកើតកូនក្នុងទឹកបន្ទាប់មកប្រឡែងត្រីឬក៏ប្រើថ្នាំគីមីសម្រាប់ដង្កូវនៅក្នុងអាងឬក៏ពាងទឹករបស់យើងប្រើមុំពេលគេងទោះបីជាគេងពេលថ្ងៃក៏ដោយហើយនឹងសលាសម្ពាក់ឲ្យវែងដូចជាអាវដៃវែងជើងវែងហើយបាញ់ថ្នាំមូសជាប្រចាំហើយចូលរួមយុទ្ធនាការបាញ់ថ្នាំសម្រាប់មូសក្នុងសង្គមជាចុងក្រោយយើងអាចនិយាយថាមូសខ្លាទោះបីជាតូចណាស់ក៏ប៉ុន្តែផលវិបាករបស់វាបង្កឡើងគឺខ្លាំងណាស់ចូលរួមថែរក្សាសុខភាពក្រុមគ្រួសារយើងទាំងអស់គ្នាតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នាបងប្អូនណាយើងទៅចងចាំថាគ្មានមូសខ្លាគ្មានដង្កូវក៏គ្មានជំងឺគ្រុនឈាមនោះទេតើបងប្អូនមានវិធានការការពារជំងឺគ្រុនឈាមហើយនៅសូមទុកខមមិនខាងក្រោមណាកុំភ្លេច like Subscribe Channel ដើម្បីទទួលបានវីដេអូថ្មីៗទាំងអស់គ្នាសូមអរគុណសម្រាប់ការទស្សនា